ក្នុងទីអារាមដ៏ស្ងប់ស្ងាត់នេនទុំព្យាយាមសិក្សាធម៌អាត់តែចិត្តនៅតែប្រាថ្នាស្វែងរកគូគាត់នាងទាវក្រមុំរូបល្អតែងតែឧស្សាហ៍ព្យាយាមក្នុងការងារផ្ទះមិនដែលហ៊ានចេញទៅណាឆ្ងាយឡើយដំណើរដ៏វែងឆ្ងាយរបស់នេនទុំនិងពេជ្រក៏បានចាប់ផ្ដើមឡើងពីត្បូងឃ្មុំចាប់ផ្ដើមឡើងដោយក្តីសង្ឃឹមថានឹងលក់កន្ទាលដាច់បានច្រើនភូមិថ្មីពោពេញដោយមនុស្សម្នាច្រើនកកកនិងភាពរងរវើកដែលធ្វើឲ្យទុំមានអារម្មណ៍ប្លែកក្នុងចិត្តនិងសប្បាយរីករាយ 10 coins for 3 baskets. The harvest looks plentiful today. គ្រាន់តែបានជួបផាក់នាងទាវហាក់ដូចជាធ្លាប់បានស្គាល់គ្នាតាំងពីជាតិមុនសំនៀងដ៏ពីរោះនិងពាក្យពេចន៍ដ៏មានន័យរបស់នេនទុំបានធ្វើឲ្យបេះដូងនាងទាវញាប់ញ័រចម្រើនពរញោមស្រីអាត្មាភាពបានឃើញសម្រស់នៃសេចក្តីល្អនៅក្នុងភូមិធាននេះហាក់បីដូចជាផ្កាឈូកដែលរីកស្គុះស្កាយកំដាលបឹងព្រះគុណម្ចាស់មានថេរដីខាផ្អែមល្ហែមពេកហើយខ្ញុំករណានេះគ្រាន់តែជាអ្នកស្រុកស្រែសាមញ្ញប៉ុណ្ណោះសម្រស់ពិតមិនមែនស្ថិតនៅលើគ្រឿងអលង្ការទេតែស្ថិតនៅលើទឹកចិត្តដ៏បរិសុទ្ធដោយពាក្យចាស់ពោលថារូបរាងខាងក្រៅគ្រាន់តែជាសម្បកឯគុណធម៌ខាងក្នុងទើបជាខ្លឹមសារពិតសាធុសាធុព្រះគុណម្ចាស់ពិតជាមានប្រាជ្ញាឆ្លៀសវៃណាស់ពាក្យទូនមាននេះខ្ញុំករណានឹងចងចាំទុកក្នុងចិត្តជានិច្ចមលូស្លាដែលនាងជូនមិនមែនត្រឹមតែជាការគោរពទេតែបង្កប់នូវទឹកចិត្តដ៏ជ្រាលជ្រៅចំពោះទុំរវាងព្រះធម៌និងសេចក្តីស្នេហាតើទុំត្រូវជ្រើសរើសផ្លូវមួយណាទ្រព្យសម្បត្តិនិងអំណាចរបស់ម៉ឺនងួនបានធ្វើឲ្យម្ដាយរបស់ទាវចាប់ចិត្តជាខ្លាំងទោះបីជាមានមាសប្រាស់កដោយភ្នំក៏មិនអាចទិញយកបេះដូងដ៏ស្មោះរបស់នាងទាវចំពោះទុំបានឡើយដើម្បីស្នេហាទុំសុខចិត្តលះបង់ភ្នោះវិលត្រឡប់មកជាគ្រូហាសវិញបុទ្ធំសារណំកច្ឆមិධម្មំសារណំកច្ឆមិសង្ឃំសារណំកច្ឆមិដំណើរវិលត្រឡប់មកវិញដោយលួចលាក់ពោពេញដោយគ្រោះថ្នាក់និងក្តីនឹករលឹកក្រោមពន្លឺព្រះច័ន្ទពេញបូរមីចិត្តអ្នកទាំងពីរបានផ្សារភ្ជាប់គ្នាជាធ្លុងមួយពាក្យសច្ចាប្រណិតធានត្រូវបានធ្វើឡើងថានឹងស្មោះស្ម័គ្រចំពោះគ្នារហូតអស់ជីវិតការបែកគ្នាដើម្បីសាងអនាគតគឺជាការឈឺចាប់ដែលមិនអាចជៀសផុតព្រះបរមរាជវាំងដ៏មហាល្វឹងល្វើយជាកន្លែងដែលទុំមកស្វែងរកបុណ្យស័ក្តិដោយសារទេពកោសល្យតន្ត្រីដ៏អស្ចារ្យទុំបានក្លាយជាអ្នកចម្រៀងប្រចាំព្រះរាជវាំង The moonlight guides my song to you a melody ពេលនោះព្រះរាជបញ្ជាបានមកដល់ឲ្យជ្រើសរើសស្រីរូបល្អដើម្បីចូលបម្រើក្នុងវាំងនាងទាវបានគេរើសនាងបានឃ្លាតឆ្ងាយពីស្រុកកំណើតទាំងចិត្តអាឡោះអាលាយការជួបគ្នាដោយចៃដន្យកណ្ដាលព្រះរាជវាំងបានធ្វើឲ្យអ្នកទាំងពីររន្ធត់ចិត្តជាខ្លាំងទុំបានបកស្រាយនៅរឿងរ៉ាវស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់ខ្លួនតាមរយៈបទចម្រៀងដ៏លន្លង់លន្លោនព្រះមហាក្សត្រទ្រង់យល់ព្រះទ័យនិងប្រទានពរជ័យដល់ស្នេហារបស់អ្នកទាំងពីរពេលនោះដោយមិនសុខចិត្តម្ដាយរបស់ទាវបានប្រើល្បិចគល់ដើម្បីបញ្ឆោតកូនស្រីឲ្យត្រឡប់មកផ្ទះវិញដោយក្តីបារម្ភពីម្ដាយនាងទាវប្រញាប់ធ្វើដំណើរវិលត្រឡប់ទាំងមិនដឹងខ្លួនថាមានអន្ទាក់របស់ម្ដាយដែលបោកនាងឲ្យមករៀបការជាមួយម៉ឺនងួន The debt is settled and the future is secured as promised ទុំបានទទួលដំណឹងនេះក៏ប្រញាប់ទៅរកតៅដើម្បីទៅជួយសង្គ្រោះមនុស្សជាទីស្រឡាញ់ការមកដល់របស់ទុំបានធ្វើឲ្យពិធីមង្គលការដ៏សែនអាប់អួរនោះជ្រួយច្របល់ពេញទំហឹងដោយអំណាចនិងកំហឹងម៉ឺនងួនហ៊ានប្រឆាំងនឹងព្រះរាជបញ្ជាហើយបញ្ជាឲ្យចាប់ខ្លួនទុំ
secure them. Let go of her. Tum! Please, no. Stay out. នេះជាការបែកគ្នាលើកចុងក្រោយដែលពោរពេញដោយភាពអយុត្តិធម៌និងទឹកភ្នែកទោះបីរូបកាយរលាយសាបសូន្យតែស្នេហាដ៏ស្មោះស្ម័គ្ររបស់ទុំនិងទាវនៅតែដក់ជាប់ក្នុងបេះដូងខ្មែរជារៀងរហូត